អស់រយៈកាល18ឆ្នាំកន្លងផុតទៅកូនយក្សក៏ធំពេញវ័យយ៉ាងស្រស់សង្ហាកូនយក្សជាមនុស្សល្អដោយទទួលបានការបង្ហាត់បង្រៀនពីព្រានព្រៃកូនយក្សមិនស៊ីសាច់ឆៅជាអាហារនោះទេគឺគេឆីដូចមនុស្សទូទៅដែរតែជាអកុសលព្រានព្រៃជាឪពុកធម៌នោះក៏ធ្លាក់ខ្លួនឈឺ អូកូនប្រុសពុកកូនប្រុសវាអស់ពីពុកទៅត្រូវធ្វើជាមនុស្សល្អណាស់ត្រូវចេះជួយយុបអាសាអ្នករតីនឹងដឹងគុណអ្នកដែលបានជួយយុបណាកូនត្រូវមានចិត្តមេត្តានិងសន្តិប្រណីព្រមទាំងរកស៊ីដោយសុចរិតស្មោះត្រង់ណាកូន បាទពុកកូនត្រូវត្រាប់តាមអ្វីដែលពុកមករៀនកូនទាំងអស់កូនធ្វើជាមនុស្សល្អពុកកុំបារម្ភអីណាពុក